ខាងខ្ញុំប្រហែលថ្ងៃនេះគឺបើកថ្ងៃល្អមែនតើនៅខាងក្រៅអត់មានបបើកមកដុំអីទេហើយនិយាយទៅខាងក្រៅផ្ទះខ្ញុំនេះគឺអត់ទាន់បានដាំអីទេមានតែផ្កាប្រហែលគុំនឹងឯងគឺផ្កាចេញមុនគេណាហើយមិនមែនផ្កាកលាបទេបងប្អូននេះផ្លេចឈ្មោះបាត់ហើយអត់ដឹងថាឈ្មោះអីទេហើយនិយាយពីថាមេឃស្រឡះល្អមែនតើហើយបើសិនជាយន្តហោះវិញហោះទៅមកមួយថ្ងៃអញ្ចឹង100 ដង 1000 ដងអីនោះពួកអីកន្លែងខ្ញុំនៅហ្នឹងវាចិត្តភ្លានយន្តហោះទូចណាអញ្ចឹងពេលណាដែលបើកថ្ងៃអាកាសធាតុល្អអញ្ចឹងទៅគេជិះច្រើនឥឡូវងាកមកវីដេអូរបស់ខ្ញុំវិញឥឡូវហ្នឹងមកធ្វើអាហារពេលព្រឹកបងប្អូនហើយអីដែលបងប្អូនឃើញនៅក្នុងដៃខ្ញុំនេះគឺជាសាច់គោប៉ុន្តែសាច់គោនេះគឺខ្ញុំអត់ដែរសាកទេកាលពីមុនខ្ញុំធ្លាប់ផបតាសាច់ជ្រូកឬក៏សាច់ត្រីប៉ាតេអញ្ចឹងណាឥឡូវខ្ញុំដាក់វាអាំងនៅក្នុង air fryer ហ្នឹងទៅប្រហែលជា15នាទីអីហ្នឹងគឺបានញ៉ាំតែម្ដងហើយខ្ញុំមាននំប៉័ងនេះ2ដើមដោយសារថ្ងៃនេះប្តីខ្ញុំគាត់អត់ទៅធ្វើការនៅខាងក្រៅទេគាត់អត់ទៅ office គាត់ទេគាត់នៅផ្ទះនឹងឯងអញ្ចឹងហើយក៏រៀបចំអាហារពេលព្រឹកហ្នឹងម្នាក់មួយតែម្ដងទៅហើយដូចបងប្អូនឃើញនេះអត់មានអីច្រើនទេមានតែសក់ហើយមួយទៀតនោះគឺសាឡាត់ណាបងប្អូននិយាយទៅមួយយ៉ាងដែរហើយខ្ញុំប្រើឈីសប្រទះណាបងប្អូនហើយឥឡូវហ្នឹងក៏ឆ្លៀតទៅឆុងកាហ្វេដោយសារតែគាត់ក៏ចូលចិត្តហូបកាហ្វេដែរហើយខ្ញុំដាក់អត់មានកាហ្វេខ្មៅទេខ្ញុំនៅនេះគឺចូលចិត្តហូបភាគច្រើនកាហ្វេជាកញ្ចប់ហ្នឹងបន្ទាប់មកខ្ញុំថែមទឹកដោះគោមួយស្លាបព្រាតែបើសិនជាប្តីខ្ញុំគឺគាត់ភាគច្រើនគាត់ហូបកាហ្វេក្តៅណាកាហ្វេខ្មៅហើយខ្ញុំអត់ទេខែត្រជាក់មិនក្តៅគឺកាហ្វេតកកជាប់រហូតតែម្ដងទោះបីជាផ្ដាសាយក៏នៅតែកាហ្វេតកកដែរខ្ញុំហើយឥឡូវហ្នឹងឆុងឲ្យគាត់មុនបន្ទាប់មកបានខ្ញុំឆុងតាមក្រោយហ្នឹងគឺរបស់ខ្ញុំតែម្ដងហើយបន្ទាប់ពីឆុងកាហ្វេហើយអីអស់ហើយហ្នឹងគឺសាច់ប៉ាតេរបស់ខ្ញុំនេះក៏ឆ្អិនល្មមហើយឥឡូវហ្នឹងគឺរៀបចំតែម្ដងនេះស្រួលមែនតើបងប្អូននៅផ្លែតហ្នឹងគឺបានញ៉ាំតែម្ដងហើយអត់ពិបាកធ្វើទេដូចបងប្អូនឃើញនៅក្នុងវីដេអូហ្នឹងមានតែប៊ឺបន្តិចមកលាបជាមួយនំប៉័ងហ្នឹងហើយថែមឈីសខ្ញុំប្រើឈីសប្រទះណាបងប្អូនឃើញទេទំនងហីគឺថាឆ្ងាញ់តែម្ដងហើយនេះមិនដល់ហើយអានេះរបស់ខ្ញុំតែរបស់ពូហ្នឹងគឺគាត់មួយទៀតខ្ញុំថែមសាច់ដូច burger អញ្ចឹងណាគាត់គឺសាច់2ដុំដោយសារតែនំប៉័ងនឹងរាងទូចតែអញ្ចឹងហើយមើលទៅឃើញរាងច្រើនឥឡូវចាំការទៀតគឺហើយដែរហើយនិយាយទៅខាងខ្ញុំនេះបើសិនជាកូនខ្ញុំអត់នៅផ្ទះអាហារពេលព្រឹកអីហ្នឹងម៉ោង10ម៉ោង11ព្រឹកអីហ្នឹងនៅម្នាក់ឯងគឺវាមួយយ៉ាងដែរអញ្ចឹងណាដោយសារតែយើងរវល់ការងារផ្ទះហងអីផងអញ្ចឹងទៅយើងហូបអាហារពេលព្រឹកហ្នឹងក៏វារៀងយឺតទៅតាមនឹងដែរភាគច្រើនគឺមានតែកាហ្វេក្តៅមួយកែវពេលព្រឹកព្រលឹមឡើងគឺហើយតែម្ដងហើយអត់មានអីច្រើនទេបងប្អូនវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងអរគុណសម្រាប់ការតាមដានទស្សនាតាំងពីខាងដើមរហូតដល់ខាងចុងវីដេអូណាបងប្អូនសង្ឃឹមថាជួបគ្នានៅក្នុងវីដេអូក្រោយៗទៀតជម្រាបលាតំណងមែនតើកាហ្វេរបស់ខ្ញុំនេះញ៉ាំទៅបើ